បងប្អូនស្រីៗមេផ្ទះគាត់តែងតែថ្ងៃខ្លះយើងធុញជាមួយនឹងការចម្អិនម្ហូបអាហារដដែលកន្លែងដដែលណាហើយយើងក៏អាចចេះតែគិតថាចង់ជួនកាលអារម្មណ៍ដែលយើងទទួលបានថាការចម្អិនអាហារបែបឆ្លាស់មុខឆ្លាស់មាត់ខ្យល់អាកាសចិញ្ចោបរិសុទ្ធទលាយអាចចម្អិនម្ហូបផងមើលធម្មជាតិផងយើងគិតថាហ្នឹងវាអាចតែកើតឡើងនៅខេត្តយើងចុះទៅខេត្តបាទវាអាចទៅរួចប៉ុន្តែខ្ញុំក៏មានគំនិតគិតដូចកាលពីមុននោះដែរថាអូវាមិនអាចទៅរួចតោះតែយើងទៅខេត្តទៅអីទៅស្រុកទៅលេងស្រុកលេងអីអញ្ចឹងបាទយើងអាចទទួលបានអាបត្តិពិសោធន៍ទាំងអស់ហ្នឹងបានតែឥឡូវខ្ញុំគិតថាខ្ញុំចង់បានរបស់ហ្នឹងខ្ញុំមិនអាចតោះតែខ្ញុំទៅខេត្តហើយយើងអត់ដឹងថាអង្ការយើងមានឱកាសចុះទៅខេត្តណាមួយឆ្នាំអីទៅខំបាន2-3 ដងអញ្ចឹងណាប៉ុន្តែយើងនៅក្នុងផ្ទះយើងនៅទីក្រុងហ្នឹងគឺវាប្រើពេលច្រើនមែនតើហើយចង់បានរបស់ដែលខ្លួនឯងចង់បានខ្ញុំក៏បង្កើតរូបភាពទាំងអស់ហ្នឹងមកថាទោះបីជានៅពេញក៏ដោយក៏យើងអាចមានឱកាសទៅធ្វើម្ហូបជាrelax